ប្អូននេះថ្ងៃនេះគេថាខ្ញុំមកគូគំនូរបងប្អូនទស្សនាហើយកន្លែងគំនូររបស់ខ្ញុំហ្នឹងគឺនៅម្ដុំហាងកាហ្វេបងប្អូនគ្នាអញ្ចឹងនេះជាផ្ទះដែលខ្ញុំបានមកគូគំនូរឲ្យគាត់ហ្នឹងហើយដឹងថានៅនំណាបងប្អូននេះនៅខេត្តមណ្ឌលគិរីស្រុកកញ្ញែកបងប្អូនគូនឹងឈឺម្រាមដៃបងប្អូនគ្នាម្សិលមិញហ្នឹងហើយគាត់រូបធៀបមកកំពុងពីម្សិលមួយថ្ងៃនឹងឈឺម្រាមដៃហើយគាត់ឡើងចង់កើតែក្រិចបងប្អូនគ្នាហើយនេះគំនូរដែលខ្ញុំបានគូពីម្សិលមួយថ្ងៃបងប្អូនគ្នាអញ្ចឹងពេលបានប៉ុណ្ណឹងអីអញ្ចឹងបងប្អូនឃើញថាសកម្មភាពខ្ញុំគូគំនូរនេះខ្ញុំធ្វើចូល TikTok នេះផងបងប្អូនតែវីដេអូហ្នឹងខ្ញុំមិនបានខំពីគំនូរទេតែគំនូរដែលខ្ញុំគូបន្ទាប់ហ្នឹងគឺនេះគំនូរនេះបងប្អូនអញ្ចឹងបន្តិចទៀតខ្ញុំធ្វើការគូគំនូរហ្នឹងឲ្យបងប្អូនទស្សនាគូហ្នឹងគេថាខ្ញុំមកលាយទឹកថ្នាំរបស់ខ្ញុំសិនបងប្អូនគ្នាសម្រាប់ទឹកថ្នាំគឺខ្ញុំប្រើទឹកថ្នាំនេះអានោះយើងច្បាច់ដល់ពេកទេកំដៅវាគូbằngមកផ្ទាំងបងប្អូនគ្នាអញ្ចឹងខ្ញុំប្រើបានច្រើនមែនតើសម្រាប់ទឹកថ្នាំនេះហ្នឹងអញ្ចឹងបន្ទាប់ពីយើងច្បាច់វាបន្តិចហើយគេថាយើងធ្វើការចាក់ទឹកវាលាយបន្តិចបងប្អូនអញ្ចឹងសម្រាប់ទឹកលាយគឺនេះចាក់លាយតិចមកតោះមកយើងកូរវាហ្នឹងហៅទឹកថ្នាំគូគំនូរបងប្អូនគ្នាហ្នឹងទឹកថ្នាំហ្នឹងគេថាកំងពីពេញមកហើយវាមកនេះខ្វាច់មកអូខេហើយបន្ទាប់ពីធ្វើការលាយទឹកថ្នាំហើយគេថាខ្ញុំចាប់ផ្ដើមគូហើយជាមានអីពិបាកទេបងប្អូនចឹងបន្ទាប់ពីលាយទឹកថ្នាំរួចខ្ញុំក៏បានចាប់ផ្ដើមគូភ្លាមហើយសម្រាប់គំនូរដែលខ្ញុំគូហ្នឹងគឺជាប្រភេទអក្សរពណ៌ចេញជារូបភាពកាហ្វេឬក៏ឲ្យឈ្មោះពេញថាគំនូរដូដលបងប្អូនគ្នាចឹងឈ្មោះដែលខ្ញុំគូហ្នឹងគឺគេថាឈ្មោះរបស់កាហ្វេបងប្អូនគ្នាចឹងធ្វើការគូយឺតតិចគេថាខ្លាយវាខូចចឹងណាបងប្អូនគ្នាចាកន្លែងហ្នឹងខ្ញុំធ្វើការឲ្យរៀងខារៀងលឿនតិចទេបងប្អូនចឹងវីដេអូរបស់យើងវារៀងយូរមែនតើហើយម្យ៉ាងទៀតទូរស័ព្ទខ្ញុំវាពេញ memory ចឹងបងប្អូនគ្នាមិនអាចផុសវីដេអូលក្ខណៈពេញបានទេចឹងខ្ញុំធ្វើការខាវារៀងលឿនចឹងបងប្អូនហើយសម្រាប់ខ្ញុំផុសហ្នឹងក៏ថាខ្ញុំធ្វើការផុសពីរច្រកហើយបងប្អូនឃើញវីដេអូឆចឹងក៏ថាខ្ញុំផុសច្រកក្នុង TikTok មួយហើយក្នុង YouTube មួយហើយកំពុងតែផាត់ហ្នឹងក៏ថាម្ចាស់ហាងក៏មកក៏គាត់ចង់សារផាត់បន្តិចទេបងប្អូនគ្នាខ្ញុំធ្វើការឲ្យគាត់ផាត់បន្តិចទៅដោយសារតែខ្ញុំគូរឿងសុំឲ្យបងប្អូនគ្នាអញ្ចឹងផាត់កដាលគឺវាស្រួលទេចឹងបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមធ្វើអក្សរបន្តទៀតបងប្អូនគ្នាខ្ញុំគ្រាន់តែវាយជាសុំទេបងប្អូនគ្នាអញ្ចឹងខ្ញុំវាយលក្ខណៈកែមសងខាងអញ្ចឹងណាបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ខ្ញុំធ្វើការសរសេរកែមសងខាងហើយបន្ទាប់មកគឺមានជាងច្រើនអ្នកបងប្អូនគ្នាមិនថាជាងដៃផងជាងអីផងព្រោះថាកាហ្វេហ្នឹងគឺទៅបបើអញ្ចឹងបងប្អូនអញ្ចឹងគេនៅរៀបចំច្រើនបងប្អូនគ្នារៀបចំតុរៀបចំផ្សារដែកផ្សាយអញ្ចឹងណាបងប្អូនអញ្ចឹងជាងគាត់មកមើលទៅគាត់លក្ខណៈថាគាត់សុំខ្ញុំផាត់កដាលអញ្ចឹងហើយខ្ញុំគាត់ទៅវាយជាសុំហើយបន្ទាប់មកខ្ញុំធ្វើការសរសេរខាងក្រោមនឹងរួចបងប្អូនគ្នាហើយច្រឡំរួចសរសេរខាងក្រោមនឹងបន្តទៀតបងប្អូនគ្នាអញ្ចឹងខ្ញុំគាត់ទៅធ្វើការលក្ខណៈធ្វើជាសុំសងខាងទេចឹងហើយបន្ទាប់ពីខ្ញុំធ្វើរួចក៏ថាមានគេមកសុំផាត់លេងទេបងប្អូនគ្នាអញ្ចឹងថ្ងៃកន្លែងហ្នឹងក៏ថាខ្ញុំបានដាក់ក្នុងវីដេអូហ្នឹងទេបងប្អូនគ្នាអធិស្ឋានផងដោយសារតែខ្ញុំបានលុបចោលវាពេញ memory ពេកបងប្អូនប៉ុន្តែបងប្អូនអាចចូលទៅមើលនៅក្នុង TikTok បានបងប្អូនគ្នាអញ្ចឹងខ្ញុំធ្វើការសរសេររួចហើយក៏ចាប់ដើមលក្ខណៈថាយើងនឹងចាប់ដើមសរសេរអក្សរបន្ថែមទៀតអញ្ចឹងគំនូររបស់យើងគឺយើងហើយប៉ុណ្្នឹងសិនទេបងប្អូនគ្នាអញ្ចឹងយើងនៅសម្រាប់មកស្ទុះហើយយើងក៏ចាប់ដើមការងារយើងបន្តទៀតតទៅទៀតក៏ថាខ្ញុំធ្វើការវាយជាមួយនឹងសាម៉ោលបងប្អូនគ្នាហើយសាម៉ោលហ្នឹងគឺប្រភេទទឹកថ្នាំពណ៌សបងប្អូនគ្នាខ្ញុំធ្វើការរៀងផាត់ទៅហើយគំនូរកែវកាហ្វេរបស់យើងក៏ហើយ 100% ហើយអញ្ចឹងយើងនៅគំនូរបន្តទៀតបងប្អូនខ្ញុំនឹងដាក់ជុំវិញកែវកាហ្វេហ្នឹងឲ្យមើលទៅវាមកផ្ទាំងស្អាតតែហ្មងបងប្អូនគ្នាអញ្ចឹងបងប្អូនចាំជួបគ្នានៅវីដេអូក្រោយចុះហើយវីដេអូនេះខ្ញុំបើកជាវគ្គ1បងប្អូនគ្នាអញ្ចឹងវគ្គ2ហ្នឹងគឺថាខ្ញុំធ្វើការគូបន្ទាប់